សម្រាប់វីដេអូមួយនេះដែរអ្នកគ្រូធ្វើការចងក្រងទៅលើមេរៀនដំបូងគឺតាក់ទងជាមួយនឹងវគ្គ Graphic Design និងកាត់តវីដេអូកម្រិតដំបូងនេះគឺជាថ្នាក់សិក្សាវគ្គ Graphic Design និងកាត់តវីដេអូកម្រិតដំបូងសម្រាប់បងប្អូនគឺសិក្សាទៅលើកម្មវិធីទី1គឺជាកម្មវិធី Canva មួយវិញទៀតគឺជាកម្មវិធី CapCut ដែលកម្មវិធីទាំងពីរនេះគឺងាយស្រួលធ្វើឲ្យការសិក្សាក៏ដូចជាបងប្អូនងាយឆាប់ចាក់បានលឿនក៏ដូចជាអត់សូវមានភាពស្មុគស្មាញហើយអ្វីដែលសំខាន់គឺវាមានភាពសាមញ្ញហើយបងប្អូនទាំងគ្នាគឺអាចសិក្សាបានដោយមានភាពងាយស្រួលសម្រាប់វគ្គសិក្សាផ្ទាល់នៅមជ្ឈមណ្ឌលសិក្សាគឺមាន2ថ្នាក់ឬក៏2វេនសិក្សាក៏ប៉ុន្តែយើងសិក្សារៀងរាល់ថ្ងៃសៅរ៍សម្រាប់ថ្នាក់កម្រិតដំបូងឬក៏មូលដ្ឋានគ្រឹះគឺយើងសិក្សារៀងរាល់ថ្ងៃសៅរ៍ពីម៉ោង1កន្លះដល់ម៉ោង3ហើយសម្រាប់វគ្គ Graphic Design និងកាត់តវីដេអូកម្រិតដំបូងនេះគឺយើងសិក្សារៀងរាល់ថ្ងៃសៅរ៍ដូចគ្នាក៏ប៉ុន្តែគឺយើងចូលនៅម៉ោង3:15នាទីហើយចុះនៅម៉ោង4:45នាទីចឹងបងប្អូនទាំងអស់គ្នាដែលមានបំណងឬក៏ចង់សិក្សាផ្ទាល់បងប្អូនទាំងអស់គ្នាគឺអាចធ្វើការមកចុះឈ្មោះសិក្សាបាននៅនៅមជ្ឈមណ្ឌលផ្ទាល់តែម្ដងដែលមានទីតាំងនៅសាលាបឋមសិក្សាអង្គរចោខណ្ឌកំពតហើយសម្រាប់វគ្គសិក្សាទាំងអស់គឺធ្វើការបង្រៀនក៏ដូចជាមានការបង្រៀនផ្ទាល់ពីអ្នកគ្រូផ្ទាល់ផងដែរសម្រាប់កម្មវិធីថ្នាក់សិក្សា Digital នេះដែរគឺត្រូវបានរៀបចំឡើងជាពិសេសសម្រាប់បងប្អូនថ្នាក់បឋមសិក្សាក៏ដូចជាថ្នាក់អនុវិទ្យាល័យអញ្ចឹងសម្រាប់បងប្អូនថ្នាក់បឋមសិក្សាគឺអាចមកសិក្សាឬក៏ចាប់ផ្ដើមសិក្សាបានពីថ្នាក់ទី3ចាប់ពីថ្នាក់ទី3ទី4ទី5ទី6នេះគឺជាថ្នាក់សិក្សាសម្រាប់ថ្នាក់បឋមសិក្សាហើយសម្រាប់បងប្អូននៅថ្នាក់អនុវិទ្យាល័យក៏អាចមកធ្វើការចុះឈ្មោះសិក្សាបានដូចគ្នាដែរមួយវិញទៀតសម្រាប់ការបង្រៀនក៏ដូចជាថ្នាក់សិក្សាបងប្អូនអរគ្នាកុំមានការភ័យបារម្ភអីដោយសារតែអ្នកគ្រូគឺមានការរៀបចំឡើងសម្រាប់ឬក៏តម្រូវទៅលើបងប្អូនថ្នាក់បឋមក៏ដូចជាថ្នាក់អនុវិទ្យាល័យផ្ទាល់តែម្ដងកម្មវិធីសម្រាប់ថ្នាក់ Digital គឺមានការរៀបចំក៏ដូចជាឧបត្ថម្ភដោយក្រសួងកិច្ចការនារីចឹងក្រសួងកិច្ចការនារីគឺបានឧបត្ថម្ភថ្លៃសិក្សាក៏ដូចជាបានផ្ដល់អាហារូបករណ៍ 100% ពេញសម្រាប់បងប្អូនទាំងអស់គ្នានៅថ្នាក់បឋមសិក្សាក៏ដូចជាថ្នាក់អនុវិទ្យាល័យនៅខណ្ឌកំពតផ្ទាល់តែម្ដងចឹងបងប្អូនទាំងអស់គ្នាគឺអាចមកចុះឈ្មោះសិក្សាបានគ្រប់វគ្គសិក្សាទាំងអស់គឺឥតគិតថ្លៃមានន័យថាបងប្អូនទាំងអស់គ្នាគឺអត់មានការចំណាយទៅលើវគ្គសិក្សាទាំងអស់នោះទេដោយសារតែក្រសួងកិច្ចការនារីគឺបានធ្វើការឧបត្ថម្ភនិងផ្ដល់ជាអាហារូបករណ៍ជូនទៅកាន់បងប្អូនទាំងអស់គ្នាអញ្ចឹងអ្នកគ្រូសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយកចិត្តទុកដាក់ក្នុងការសិក្សាក៏ដូចជាធ្វើបែបណាដើម្បីឲ្យវគ្គសិក្សារបស់យើងកាន់តែមានប្រសិទ្ធភាពហើយបងប្អូនទាំងអស់គ្នាគឺបានចូលរួមគ្រប់វគ្គសិក្សាទាំងអស់ដោយមានវត្តមានសិក្សាគ្រប់វគ្គសិក្សាទាំងអស់ដូចគ្នាដែរចឹងអូខេអញ្ចឹងយើងចាប់ផ្ដើមចូលទៅដល់វគ្គសិក្សាប៉ុន្តែមុននឹងចូលទៅដល់វគ្គសិក្សាអ្នកគ្រូសូមធ្វើការណែនាំខ្លួនឬក៏អាចនិយាយថាជាប្រវត្តិរូបសង្ខេបរបស់អ្នកគ្រូផ្ទាល់អញ្ចឹងអ្នកគ្រូគឺឈ្មោះថារិទ្ធភិរុនឬក៏បងប្អូនទាំងអស់គ្នាអាចហៅអ្នកគ្រូថាជាអ្នកគ្រូភិរុនក៏បានឬក៏ teacher ភិរុនក៏បានដូចគ្នាដែរអញ្ចឹងបងប្អូនទាំងអស់គ្នាគឺអាចហៅអ្នកគ្រូបានមួយវិញទៀតអ្នកគ្រូគឺជាសិស្សថ្នាក់បរិញ្ញាបត្រឬក៏កំពុងតែសិក្សាបរិញ្ញាបត្រទៅលើជំនាញ Information Technology ឬក៏យើងហៅកាត់ថាជា IT ហើយជំនាញអ្នកគ្រូមួយទៀតគឺជាជំនាញខាង Graphic Design ក៏ដូចជាខាង Video Editor ដូចគ្នាដែរហើយបច្ចុប្បន្នអ្នកគ្រូគឺសិក្សានៅសាកលវិទ្យាល័យកម្ពុជាឬក៏យើងអាចហៅថា The University of Cambodiaមួយវិញទៀតក៏មានការហៅកាត់ថា UC ផងដែរហើយសម្រាប់លេខទូរស័ព្ទក៏ដូចជាលេខ Telegram គឺអ្នកគ្រូបានដាក់នៅខាងលើអញ្ចឹងបងប្អូនទាំងអស់គ្នាគឺអាចធ្វើការ call ក៏ដូចជាធ្វើការ add Telegram មកកាន់អ្នកគ្រូផ្ទាល់បានដូចគ្នាដែរនៅក្នុងនេះដែរអ្នកគ្រូក៏ចង់លើកយកនៅវិធីសាស្ត្រក្នុងការសិក្សាធ្វើបែបណាដើម្បីឲ្យវគ្គសិក្សាក៏ដូចជាការសិក្សារបស់យើងនឹងកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតទី1បងប្អូនទាំងអស់គ្នាគឺត្រូវមានវត្តមានជាប្រចាំគ្រប់វគ្គសិក្សាគ្រប់ម៉ោងសិក្សាដែលជួបជាមួយនឹងអ្នកគ្រូចឹងនៅពេលដែលបងប្អូនទាំងអស់គ្នាមានវត្តមានជាប្រចាំអូខេអញ្ចឹងគឺល្អមួយវិញទៀតបងប្អូនទាំងអស់គ្នាគឺត្រូវតែមានជាសៀវភៅឬក៏ជាកូនសៀវភៅសម្រាប់ធ្វើការកត់ត្រាធ្វើការ note នៅចំណុចសំខាន់ដោយសារតែបងប្អូនទាំងអស់គ្នាគឺនៅ
តូចឬក៏យើងអាចនិយាយថាបងប្អូនទាំងគ្នាគឺនៅក្នុងកម្រិតបឋមសិក្សានិងអនុវិទ្យាល័យអញ្ចឹងបងប្អូនទាំងគ្នាក៏មានគួរតែមានការកត់ត្រាជាប្រចាំនៅចំណុចសំខាន់ក៏ដូចជាចំណុចដែលអ្នកគ្រូឲ្យបងប្អូនទាំងគ្នាធ្វើការកត់នៅក្នុងម៉ោងសិក្សារបស់យើងផ្ទាល់តែម្ដងហើយបងប្អូនទាំងគ្នាគឺសូមធ្វើការយកចិត្តទុកដាក់នៅក្នុងម៉ោងសិក្សាមានន័យថាពេលដែលអ្នកគ្រូបង្រៀនក៏ដូចជាឲ្យបងប្អូនធ្វើការអនុវត្តឬក៏អ្វីផ្សេងទៀតហ្នឹងគឺធ្វើការយកចិត្តទុកដាក់សិក្សាដោយរក្សានូវភាពស្ងៀមស្ងាត់ក៏ដូចជាបងប្អូនទាំងគ្នាគឺរក្សានៅសម្ដាប់ធ្នាប់នៅក្នុងថ្នាក់បានយ៉ាងល្អហើយនៅក្នុងថ្នាក់សិក្សាហ្នឹងគឺមានការអនុវត្តផ្ទាល់តែម្ដងនៅក្នុងថ្នាក់សិក្សារបស់យើងគឺមាននៅសម្ភារៈសម្រាប់បងប្អូនធ្វើការអនុវត្តដូចជាទៅលើកុំព្យូទ័រ laptop និងកុំព្យូទ័រ desktop បងប្អូនទាំងនេះគឺអាចអនុវត្តទៅតាមអ្នកគ្រូបានមួយដោយពេលហ្នឹងគឺបងប្អូនទាំងនេះកាន់តែមានប្រសិទ្ធភាពនៅក្នុងការសិក្សាហើយអ្វីដែលអ្នកគ្រូចង់លើកមួយទៀតនៅពេលដែលបងប្អូនទាំងគ្នាមានចម្ងល់ឬក៏មានចំណុចណាមួយដែលបងប្អូនទាំងគ្នាគិតថាឆ្ងល់អញ្ចឹងកុំខ្លាចសូមទាំងអស់គ្នាធ្វើការលើកដៃសួរសំណួរបើសិនជាបងប្អូនដែលកំពុងតែទស្សនាឬកំពុងតែសិក្សានៅតាមរយៈវីដេអូរបស់អ្នកគ្រូបងប្អូនទាំងគ្នាក៏អាច comment សួរអ្នកគ្រូដែរហើយដូចនៅខាងដំបូងមុនហ្នឹងអញ្ចឹងអ្នកគ្រូបានផ្ដល់ជាលេខទូរស័ព្ទចឹងបងប្អូនទាំងគ្នាអាចធ្វើការ add Telegram ចឹងអ្នកគ្រូសង្ឃឹមថាឬក៏មានបងប្អូនមួយចំនួនទៀតនៅថ្នាក់បឋមសិក្សាក៏ដូចជាអនុវិទ្យាល័យបងប្អូនអត់ទាន់មាននៅទូរស័ព្ទដៃក៏ដូចជា smartphone ប្រើទេប៉ុន្តែបងប្អូនទាំងគ្នាគឺអាចប្រើប្រាស់នៅទូរស័ព្ទដៃក៏ដូចជា smartphone ហ្នឹងរបស់អាណាព្យាបាលក៏ដូចជារបស់ប៉ាម៉ាក់ឬក៏ឪពុកម្ដាយបងប្អូនទាំងអស់គ្នាហ្នឹងគឺអាចធ្វើការ add Telegram មកកាន់អ្នកគ្រូផ្ទាល់តែម្ដងគឺបានដូចគ្នានៅពេលដែលបងប្អូនទាំងអស់គ្នាទទួលបាននៅដំណោះស្រាយឬក៏ឈប់ឆ្ងល់ទៅលើចំណុចដែលមានចម្ងល់ហ្នឹងហើយបងប្អូនទាំងអស់គ្នាធ្វើការចែករំលែកទៅមិត្តរួមថ្នាក់របស់យើងទៅលើចំណុចនៅពេលដែលបងប្អូនឆ្ងល់កន្លែងហ្នឹងពេលខ្លះក៏អាចមានមិត្តភ័ក្តិរបស់យើងគឺឆ្ងល់ទៅលើចំណុចមួយហ្នឹងដូចគ្នាដែរអញ្ចឹងបងប្អូនទាំងអស់គ្នាធ្វើការចែករំលែកនៅក្នុងថ្នាក់សិក្សារបស់យើងហ្នឹងអ្វីដែលសំខាន់មួយទៀតនៅក្នុងថ្នាក់របស់អ្នកគ្រូគឺមានការជាសហការមានន័យថាអ្នកគ្រូតែងតែធ្វើការចែកជាក្រុមសិក្សាក៏ដូចជាក្រុមធ្វើលំហាត់ក៏ដូចជាអនុវត្តទៅលើ project ផ្ទាល់ហ្នឹងគឺបងប្អូនទាំងគ្នាសូមធ្វើការសហការក៏ដូចជាមានទំនាក់ទំនងល្អនៅក្នុងថ្នាក់ក៏ដូចជានៅក្នុងសមាជិកក្រុមរបស់យើងដូចគ្នាដែរសង្ឃឹមថាបងប្អូនទាំងគ្នានឹងមានវិធីសាស្ត្រនៅក្នុងការសិក្សាឲ្យមានប្រសិទ្ធភាពមួយនេះដើម្បីឲ្យការសិក្សាក៏ដូចជាវគ្គសិក្សារបស់យើងកាន់តែមានប្រសិទ្ធភាពថែមមួយកម្រិតទៀតសម្រាប់វគ្គសិក្សារបស់យើងគឺសិក្សាទៅលើ6ខែឬក៏យើងអាចហៅថាមាន24សប្តាហ៍ដោយសារតែវគ្គសិក្សារបស់យើងគឺសិក្សាតែរៀងរាល់ថ្ងៃសៅរ៍តែបងប្អូនកុំបារម្ភសម្រាប់ចំណុចឬក៏បងប្អូនមានសំណួរសូមធ្វើការសួរឬក៏នៅក្នុងក្រុម Telegram ដោយសារអ្នកគ្រូក៏មានក្រុម Telegram ទៅលើថ្នាក់សិក្សានីមួយៗផងដែរនៅពេលដែលបងប្អូនមានចំណុចមួយណាដែលគិតថាលំបាកឬក៏ពិបាកក្នុងការអនុវត្តតាមបងប្អូនអាចធ្វើការស្នើសុំឬក៏អាចប្រាប់មកកាន់អ្នកគ្រូផ្ទាល់អ្នកគ្រូតែងតែផលិតជាវីដេអូទៅលើចំណុចដែលបងប្អូននឹងមានចំណល់បន្ថែមទៀតណាដើម្បីជាជំនួយក្នុងការសិក្សាបងប្អូនកុំបារម្ភថាក្នុងមួយសប្តាហ៍រៀនតែមួយថ្ងៃក៏ប៉ុន្តែអ្នកគ្រូតែងតែធ្វើការតាមដានការសិក្សារបស់បងប្អូនតាមរយៈ Telegram group របស់យើងផ្ទាល់ក៏ជាធ្វើការផលិតជាវីដេអូទៅលើចំណុចដែលបងប្អូនមានចម្ងល់បន្ថែមទៀតដើម្បីឲ្យការសិក្សារបស់យើងកាន់តែមានប្រសិទ្ធភាពហើយដើម្បីកុំឲ្យបងប្អូននឹងភ្លេចទៅលើមេរៀនរបស់យើងដូចគ្នាដែរចឹងសម្រាប់3ខែដំបូងឬក៏12សប្តាហ៍ដំបូងគឺយើងសិក្សាទៅលើ8មេរៀនតាក់ទងជាមួយនឹងកម្មវិធី Canva ក៏ដូចជា3សប្តាហ៍សំទោសក៏ដូចជា3ខែបន្ទាប់ឬក៏12សប្តាហ៍ហ្នឹងក៏យើងសិក្សាទៅលើកម្មវិធី CapCut ក៏ប៉ុន្តែមិនមែនមានន័យថា3ខែចប់មួយកម្មវិធីប៉ុន្តែនៅក្នុងហ្នឹងនៅពេលដែលយើងទៅដល់កម្មវិធី CapCut យើងនឹងចាប់ផ្ដើមមកស្វែងរកនៅ element ក៏ដូចជាវីដេអូ footage ក៏ដូចជា photo image ផ្សេងៗហ្នឹងដើម្បីចូលទៅដាក់បន្ថែមទៅក្នុងការកាត់វីដេអូរបស់យើងបន្ថែមទៀតនៅលើកម្មវិធី Canva ដែរអញ្ចឹងមានន័យថាកម្មវិធីទាំងពីរហ្នឹងគឺមានទំនាក់ទំនងគ្នាឬក៏ជំនួយគ្នាទៅវិញទៅមកសម្រាប់លទ្ធផលរំពឹងទុកនៃវគ្គសិក្សារបស់យើងឬក៏សម្រាប់លទ្ធផលរំពឹងទុកនៃកម្មវិធីសិក្សាឬក៏វគ្គ Graphic Design និងកាត់តវីដេអូកម្រិតដំបូងដែលបងប្អូនសិក្សាទៅលើពីរកម្មវិធីគឺកម្មវិធី Canva ក៏ដូចជាកម្មវិធី CapCut នេះ
ចឹងបងប្អូនទាំងគ្នាសម្រាប់លទ្ធផលរំពឹងទុកទី1បងប្អូនអាចរៀបចំនិងចេះប្រើប្រាស់កម្មវិធីបានច្បាស់លាស់ទៅលើពីកម្មវិធីហ្នឹងបងប្អូនគឺអាចចេះ design ទៅលើផ្ទាំងរូបភាពផ្សេងៗយើងអាចហៅថាជា poster ឬក៏ banner ផ្សេងៗហ្នឹងបានយ៉ាងល្អបងប្អូនគឺអាចរៀបចំនៅ slide presentation ឬក៏ការរៀបចំធ្វើដើម្បីធ្វើបទបង្ហាញស្អាតជាច្រើនឬក៏មាន template ជាច្រើនសម្រាប់ឲ្យបងប្អូនធ្វើការ design ក៏ដូចជាធ្វើការបន្ថែម element បន្ថែមទៀតគឺបានដូចគ្នាបងប្អូននឹងអាចកាត់តវីដេអូបានជាច្រើនទម្រង់ឬក៏អាចផលិតជាមាតិកាបានជាច្រើនហើយបងប្អូនអាចប្រើប្រាស់កម្មវិធីបានយ៉ាងស្ទាត់ជំនាញមាន technique នៅក្នុងការកាត់តវីដេអូធ្វើបែបណាមានភាពទាក់ទាញនិងទាន់សម័យហើយពេញនិយមបងប្អូនមានមូលដ្ឋានគ្រឹះនិងមានសមត្ថភាពដើម្បីបន្តទៅកាន់វគ្គសិក្សា graphic design ក៏ដូចជា video edit ហ្នឹងទៅលើកម្រិតខ្ពស់ហើយនឹងអាចក្លាយទៅជាអ្នកអាជីពនៅកន្លែងនេះដែរអ្នកគ្រូដាក់ថាអាចរកចំណូលនិងអាចជួយសម្រួលការងារបានជាច្រើនមានន័យថាបើសិនជាបងប្អូនថ្នាក់អនុវិទ្យាល័យក៏ដូចជាថ្នាក់វិទ្យាល័យហ្នឹងនៅពេលដែលបងប្អូនបានឈានចូលទៅដល់កម្រិតខ្ពស់បងប្អូនគឺអាចធ្វើការជា freelance ក៏បានក៏ដូចជាបងប្អូនអ្នកគ្នាអាចប្រើប្រាស់ចំណេះដឹងទាំងអស់ហ្នឹងទៅផលិតជាមាតិកាផ្សព្វផ្សាយនៅលើបណ្ដាញសង្គមដូចជា Facebook TikTok YouTube បន្ថែមទៀតណាដើម្បីបង្ហាញពីសមត្ថភាពក៏ដូចជាដើម្បីខ្លាចទៅជាអ្នកផលិតមាតិកាម្នាក់នៅថ្ងៃអនាគតគឺបានដូចគ្នានេះគឺគ្រាន់តែជាគំរូខ្លះតែប៉ុណ្ណោះគឺតកតងជាមួយនឹងគំរូ design ខ្លះតកតងជាមួយនឹង poster ឬក៏ banner អ្នកគ្រូគ្រាន់តែលើកយកជា template គំរូមួយចំនួនទេនៅពេលដែលចូលទៅដល់វគ្គសិក្សាផ្ទាល់បងប្អូនអរគ្នានឹងយល់ដឹងកាន់តែស៊ីជម្រៅនិងលម្អិតទៅលើអ្វីទៅជា poster អ្វីទៅជា banner អីទៅជា flyer ហើយអ្វីទៅជាវីដេអូផ្សេងៗហ្នឹងសម្រាប់បងប្អូនដែលកាត់តវីដេអូបងប្អូនអាចផលិតជាមាតិកាជាច្រើនមិនថាមាតិកាបែបអប់រំបែបចំណេះដឹងបែបជាការចែករំលែកបែបជាការកម្សាន្តឬក៏បែបជាផលិតផលហើយបងប្អូនក៏អាចធ្វើការបង្រៀនតាមវិទ្យាអនឡាញក៏ដូចជាការផលិតជាមាតិកាបង្រៀនដើម្បីផុសនៅលើ social media ដូចជា Facebook YouTube TikTok Instagram ផ្សេងៗហ្នឹងបងប្អូនទាំងគ្នាគឺអាចប្រើចំណេះដឹងដែលបានសិក្សានៅវគ្គនេះជាមួយអ្នកគ្រូបងប្អូននឹងអាចបង្កើតបានទាំងអស់ទៅលើមាតិកាខាងលើដែលអ្នកគ្រូបានធ្វើការរៀបរាប់នៅខាងលើមុនហ្នឹងចឹងសង្ឃឹមថាបងប្អូនទាំងគ្នានឹងចូលចិត្តទុកដាក់ទៅលើវគ្គសិក្សាដោយសារតែវគ្គសិក្សានីមួយៗគឺអ្នកគ្រូបានធ្វើការសម្រិតសម្រាំងក៏ដូចជាសង្ខេបទៅលើចំណុចសំខាន់ៗសម្រាប់បងប្អូន